សូមអនុមោទនាថ្ងៃឧបោសថសិលសូមពុទ្ធបរិស័ទទាំងឡាយបងអោនចិត្តជ្រះថ្លាស្ដាប់នៅទានសូត្រទី7ដែលព្រះដ៏មានព្រះភិក្ខព្រះអង្គប្រកាសសម្ដែងអំពីអង្គនៃតក្ខិណាទានសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីសម័យនោះឯងឧបាសិកាជាមាតាព្រះនន្ទអ្នកនៅក្នុងក្រុងវេលកណ្ឌកៈតម្កល់ទានប្រកបដោយអង្គ6ចំពោះភិក្ខុសង្ឃមានព្រះសារីបុត្រនិងព្រះមោគលានជាប្រធានព្រះដ៏មានព្រះភិក្ខបានតតឃើញនន្ទមាតាឧបាសិកាអ្នកនៅក្នុងក្រុងវេលកណ្ឌកៈដោយទិព្វចក្ខុដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតាដែលកំពុងតម្កល់ទានប្រកបដោយអង្គ6ចំពោះភិក្ខុសង្ឃមានព្រះសារីបុត្រនិងព្រះមោគលានជាប្រធានលុះតតឃើញហើយក៏ត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយនន្ទមាតាឧបាសិកាអ្នកនៅក្នុងក្រុងវេលកណ្ឌកៈនោះកំពុងតម្កល់ទានប្រកបដោយអង្គ6ចំពោះភិក្ខុសង្ឃមានព្រះសារីបុត្រនិងព្រះមោគលានជាប្រធានមនាលភិក្ខុទាំងឡាយចុះទានប្រកបដោយអង្គ6តើដូចម្ដេចមនាលភិក្ខុទាំងឡាយក្នុងសាសនានេះអង្គរបស់ទាយុមាន3អង្គរបស់បដិគិហកៈទាំងឡាយមាន3ចុះអង្គរបស់ទាយុ3តើដូចម្ដេចមនាលភិក្ខុទាំងឡាយក្នុងសាសនានេះទាយុជាអ្នកមានចិត្តត្រេកអរមុនអំពីកាលឲ្យមួយកំពុងតែឲ្យធ្វើចិត្តឲ្យជ្រះថ្លាមួយលុះឲ្យហើយមានចិត្តរីករាយមួយនេះជាអង្គទាយុមាន3អង្គរបស់បដិគិហកៈទាំងឡាយមាន3តើដូចម្ដេចមនាលភិក្ខុទាំងឡាយក្នុងសាសនានេះពួកបដិគិហកៈជាអ្នកប្រឆារាគៈឬប្រតិបត្តិដើម្បីបន្តបងរាគៈមួយប្រឆាទោសៈឬប្រតិបត្តិដើម្បីបន្តបងទោសៈមួយប្រឆាមោហៈឬប្រតិបត្តិដើម្បីបន្តបងមោហៈមួយនេះជាអង្គបដិគិហកៈមាន3អង្គរបស់ទាយុមាន3អង្គរបស់បដិគិហកៈមាន3ដូច្នេះមនាលភិក្ខុទាំងឡាយយ៉ាងនេះឯងជាទានប្រកបដោយអង្គ6មនាលភិក្ខុទាំងឡាយបុគ្គលមិនងាយកំណត់នៅប្រមាណនៃបុណ្យរបស់ទានដែលប្រកបដោយអង្គ6យ៉ាងនេះថាកំណើបុណ្យកំណើកុសលជាគ្រឿងនាំមកនៅសេចក្តីសុខឲ្យនៅអារម្មណ៍ដ៏ល្អមានសុខជាវិបាកប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ប៉ុណ្ណោះប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាត្រេកអរគប់ចិត្តជាប្រយោជន៍ជាសុខបានឡើយដោយពិតនោះថារាប់មិនបានប្រមាណមិនកើតគ្រាន់តែរាប់ថាជាកំណើបុណ្យច្រើនប៉ុណ្ណេះបានមនាលភិក្ខុទាំងឡាយដោយបុគ្គលដែលមិនងាយកំណត់ប្រមាណនៅទឹកក្នុងមហាសមុទ្រ